សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដួសចំណីឲ្យកូនត្រីហើយនេះគឺថងខ្ញុំបង្កើតចែកទឹកតែសំខាន់ណាស់អ្វីដែលចម្លែកក្នុងនោះវាមានទាំងចែកទឹកហើយវាមានទាំងតកៅទឹកទៀតខ្ញុំអត់ដឹងទេព្រោះខ្ញុំបង្កើតចែកទឹកទៅផាខ្ញុំធ្វើខុសស្តង់ដារអញ្ចឹងណាចាំខ្ញុំឲ្យមើលគេឃើញអត់ក្រហមទូចហ្នឹងចែកទឹកហើយអាវើខ្មៅហ្នឹងគឺតកៅទឹកហើយខ្ញុំដួសមិនបានឡើងច្រើនតកៅទឹកវាក៏មិនតិចប្រហែលដែរហ្នឹងគឺវាច្រើនប្រហែលចែកទឹកដែរហ្នឹងនេះអ្នកគ្នាឃើញអត់ក្រហមហ្នឹងគឺចែកទឹកហើយខ្មៅហ្នឹងគឺតកៅទឹកតែវាអត់បញ្ហាទេព្រោះតែកូនត្រីខ្ញុំហ្នឹងគឺវារៀងធំដែរអញ្ចឹងណាហើយខ្ញុំយកមកឲ្យវាស៊ីទៅស្រួលនេះកូនត្រីខ្ញុំហើយវាធំដែរកូនត្រីខ្ញុំហ្នឹងក៏វាមិនតូចប្រហែលដែរអាយុវាហ្នឹងខ្ទង់ជាមួយខែហើយគឺវារៀងត្រឹសដែរអញ្ចឹងយើងស្រួលស៊ីតកៅទឹកក៏វាស៊ីបានហើយចែកទឹកក៏វាស៊ីបានដែរគឺអត់បញ្ហាទេហើយខ្ញុំដាក់ឲ្យវាស៊ីសម្រាប់ចែកទឹកគឺខ្ញុំបង្កើតខ្លួនឯងដោយសារតែខ្ញុំដឹងថាខ្ញុំអត់មានពេលដើររកឲ្យវាទេខ្ញុំបង្កើតខ្លួនឯងទៅស្រួលហើយក៏វាបានផលដែរគ្រាន់វាបានផលជា2អញ្ចឹងណាលក្ខណៈថាព្រួយមួយយើងអាចបាញ់បានសត្វ2គឺបានទាំងចែកទឹកហើយបានទាំងតកៅទឹកទៀតហើយអានេះគឺមកសម្បុកទៀតតែខ្ញុំមានពីសម្បុកណាហើយសម្បុកនេះគឺវារៀងអាយុច្រើនជាងមុនហ្នឹងប្រហែលជាមួយអាទិត្យព្រោះអានេះវាចូលលក្ខណៈ2ខែហើយចិត្ត2ខែ1ខែជាងហ្នឹងហើយវារៀងធំជាងហើយនេះសម្បុកសាមរ៉ៃទេហើយខ្ញុំអ្នកគ្នាមើលទៅកូនថៃណារៀងខ្មៅប្រផេះហ្នឹងគឺជាកូនសាមរ៉ៃហើយវាមានលីមួយស៊ុបរ៉េតអីមកក្បាលដែរព្រោះអីថាវាប្រហែលជាឈាមវាឈាមម៉ែវានឹងមានស៊ុបរ៉េតអញ្ចឹងណាមិនកូនចេញមកស៊ុបរ៉េតហើយម៉ែវានឹងពណ៌ទឹកប៊ិចហើយវាសាមរ៉ៃទៅកូននឹងកើតចេញមកមានខ្លះ blue black ឯអ្នកទាំងគ្នាកាត់ទៅម៉ែកាត់ទៅអញ្ចឹងកូននឹងចេញ blue black ព្រោះខ្មៅម៉ែខៀវហើយតែកូនចេញមកខ្មៅខៀវមានវានឹង blue black ឯងហើយវាមានលីពូជច្រើនទេប្រហែលជាឈាមរបស់វានឹងមានពូជច្រើនដែរអញ្ចឹងណាតែវាស្អាតហើយវាថោះឆ្លោះហើយសុខភាពពួកវាល្អដោយសារខ្ញុំឲ្យចំណីវាដិតដល់អញ្ចឹងណាអ្នកគ្នាអាចធ្វើដូចខ្ញុំបានបង្កើតចែកទឹកខ្លួនឯងទៅស្រួលមិនបាច់ចាំហត់ដើររកឲ្យកូនត្រីយើងទេយើងបង្កើតខ្លួនឯងទៅហើយនៅពេលប្រហែលថ្ងៃទៀតខ្ញុំបានទិញមេឈ្មោលមកច្រើនតិចដើម្បីបង្កើតវាថែមទៀតហើយឥឡូវគឺកូនត្រីខ្ញុំវាអ្នកគ្នាអាចមើលបានគឺវាធំហើយវាស្អាតហើយសម្បុកនេះគឺវារៀងច្រើនដែរវារៀងច្រើនព្រោះ